មានការយឺតយ៉ាវគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាំងចាក់រេក្រោមព្រែកប្រាសម្រាប់បានជាង 33% ហើយក្រសួងសាធារណការនឹងដឹកជញ្ជូនឲ្យបានដឹងថាគិតត្រឹមដើមខែឧសភាឆ្នាំ 2025 នេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាំងចាក់រេក្រោមព្រែកប្រាសម្រាប់បានប្រមាណ 33.50% ហើយដោយមានការយឺតយ៉ាវជាងកម្មវិធីការងារដែលក្រុងទុកទេបច្ចុប្បន្នការងារសាងសង់ស្ពានផ្នែកខាងកើតសម្រាប់បានមួយផ្នែកគ្រឹះស្ពានសម្រាប់បានប្រមាណ 55% ក្នុងនោះបានចាក់បេតុងសសរគ្រឹះចំនួន 107 ដើមក្នុងចំណោម 156 ដើមសាងសង់ជើងតាំងបាន 6 ជើងតាំងក្នុងចំណោម 20 ជើងតាំងធ្នឹមភ្ជាប់ក្រោមបានចំនួន 8 ធ្នឹមក្នុងចំណោម 12 ធ្នឹម 2 រចនាសម្ព័ន្ធក្រោមស្ពានសម្រាប់បាន 31.50% រួមមានសាងសង់តួសសរស្ពានបាន 6 តួសសរចំណោម 12 តួសសរសាងសង់សម្រាប់ស្ពានបាន 16 សសរស្ពានក្នុងចំណោម 52 សសរស្ពាននិងសាងសង់ធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានបាន 10 ធ្នឹមក្នុងចំណោម 34 ធ្នឹមព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត